ធ្វើការខាង motion graphic តើយើងគួរចេះ graphic design អត់ប្រកបណាស់ព្រោះដោយសារពេលយើងធ្វើ motion graphic អីមួយយើងត្រូវការ element ផ្សេងៗដែលពាក់ព័ន្ធជាមួយនឹង graphic វាមិនមែនជាការ create នៅវីដេអូដែលយើងថតដោយកាមេរ៉ាដែលវាមានវីដេអូស្រាប់ footage ស្រាប់ការធ្វើ motion graphic នេះគឺយើងត្រូវការ element ផ្សេងៗយកមកពីការ design ដូចគ្នាតែវាមិនប្រកាសថាយើងត្រូវចេះ graphic 100%ហ្មងទេគ្រាន់តែវាជាផ្នែកមួយអាចថា50-50ឧទាហរណ៍ដូចខ្ញុំផ្ទាល់រាល់ថ្ងៃខ្ញុំធ្វើការ8ម៉ោងទៅលើផ្នែក motion graphic ហើយបន្ទាប់ពីម៉ោងការងារហ្នឹងឬមួយក៏ចុងសប្តាហ៍ខ្ញុំក៏ទទួលធ្វើ project freelance ក្រៅដែរដល់ការងារខ្ញុំថ្ងៃនេះក៏បានធ្វើពាក់ព័ន្ធជាមួយ motion graphic ដែរគឺខ្ញុំធ្វើពាក់ព័ន្ធជាមួយនឹង graphic design គឺខ្ញុំបាន design នៅ cover page មួយសម្រាប់ client ខ្ញុំដែលតាក់ទងជាមួយនឹង concept ចូលឆ្នាំខ្មែរដែលយើងសល់តែមួយខែទៀតទេយើងដល់ចូលឆ្នាំខ្មែរអញ្ចឹងឥឡូវមកខ្ញុំ design ទៅលើ cover page មួយនេះដោយ cover មួយនេះក៏ផ្ដោតទៅលើការ apply visa ទៅក្រៅប្រទេសហើយក៏ឲ្យភ្ជាប់ជាមួយនឹង concept ចូលឆ្នាំខ្មែរបើអ្នកគ្នាក៏លេខមើលនៅខាងស្ដាំដៃខ្ញុំនេះគឺជាផ្ទាំង layer ដែល layer ទាំងអស់ហ្នឹងយើងអាចយកវាទៅធ្វើចលនាផ្សេងៗនៅក្នុងកម្មវិធី After Effects បានឬមួយក៏កម្មវិធីផ្សេងៗទៀតដែលអ្នកគ្នាគិតថាល្អជាចុងក្រោយបើអ្នកគ្នាកំពុងតែធ្វើការទៅលើ graphic design ហើយបើចង់វិវត្តខ្លួនទៅជាអ្នកធ្វើ video motion គឺល្អមែនតើដោយសារតែយើងចេះច្បាស់ពី graphic ហើយពេលយើងចូល motion យើងក៏រៀនពីចលនាវាផ្លេចហើយបើអ្នកគ្នាចង់ចេះពាក់ព័ន្ធជាមួយនឹង After Effects អាចចូលទៅកាន់ channel ខ្ញុំបានខ្ញុំផុសបានដូចជា2 episode ហើយនៅក្នុង channel ខ្ញុំហើយជានៅមានវីដេអូតទៀតតែឥឡូវខ្ញុំរៀងរវល់តិចសូវបានធ្វើវីដេអូជូនអ្នកគ្នាសង្ឃឹមថាខ្ញុំនឹងមានពេលធ្វើវីដេអូចែកម្លែកឲ្យបានច្រើនជាងមុន